បាទពុកម៉ែបងប្អូនបាទពេលនេះខ្ញុំបាទសូមមកបង្ហាញនៅរុក្ខជាតិឱសថមួយមុខទៀតហើយដែលមានឈ្មោះថាក្រូចឆ្មាបាទនេះជាក្រូចឆ្មាហើយក្រូចឆ្មានេះផងដែរមានអត្ថប្រយោជន៍ផ្នែកឱសថការព្យាបាលទឹកក្រូចឆ្មាលាយស្ករសប្រើព្យាបាលបញ្ចុះកម្ដៅបន្ទន់លាមកស្ពឹកស្រពន់ដៃជើងឈឺសន្លាក់ឈឺបំពង់ករាក់ស៊ីធ្មេញកាត់ស្លេះប្រើលាយអំបិលព្យាបាលក្អករលាកបំពង់កនិងផ្សំជាអាហារបានច្រើនយ៉ាងឬដើមផឹកព្យាបាលក្អកគ្រុនសម្បកដើមផឹកជំនួយកម្លាំងនិងរំលាយអាហារស្លឹកក្រូចឆ្មាឆុងផឹកបំបត្តិចុកពោះចុកចាប់ក្នុងខ្លួនសារជាតិប្រេងក្នុងសម្បកផ្លែមានប្រសិទ្ធភាពខ្ពស់សម្រាប់មេរោគស្រោមខួរមេរោគគ្រុនពោះវៀននិងមេរោគខាន់ស្លាក់កម្រិតប្រើទឹកក្រូចឆ្មាប្រើក្នុងមួយថ្ងៃកម្រិត30 ទៅ 120 ក្រាមឬប្រើ6 ទៅ 12 ក្រាមដើមផឹកសម្បកដើមប្រើ6 ទៅ 10 ក្រាមក្នុងមួយថ្ងៃដើមផឹកបាទនេះជាអត្ថប្រយោជន៍នៃក្រូចឆ្មាបាទបើពុកម៉ែបងប្អូនមានអាការៈដូចបានជម្រាបជូនខាងលើបាទសូមពុកម៉ែបងប្អូនរកក្រូចឆ្មានេះមកធ្វើជាឱសថសោះមកធ្វើជាឱសថចោះបាទសូមអធិស្ឋានចំពោះពុកម៉ែបងប្អូនបាទរាល់កំហុសឆ្គងបាទសូមពុកម៉ែបងប្អូនជួយកែសម្រួលខ្ញុំបាទដោយសេចក្តីអនុគ្រោះផងសូមអរគុណសូមជម្រាបលាបាទ